ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំអារម្មណ៍បងប្អូនទៅលេងភ្នំទឹកធំដែលស្ថិតនៅក្នុងខេត្តកំពតមុនយើងទៅដល់ខេត្តកំពតគឺយើងឆ្លងកាត់ព្រំដែនព្រែកចាកគេហៅព្រំដែនព្រែកចាកហើយបន្ទាប់មកយើងបានទៅដល់ភ្នំទឹកធំហ្នឹងហើយនៅមិនឆ្ងាយប្រហែលពីព្រំដែនហ្នឹងទេហើយផ្លូវស្អាតដូចថាអត់មានពលិចពលុកពិបាកធ្វើដំណើរទេរមណីយដ្ឋានភ្នំទឹកធំនេះគឺស្ថិតនៅក្នុងភូមិអន្លង់ថ្ងាន់ឃុំឫស្សីស្រុកកំពង់ត្រាចខេត្តកំពតហើយដែលបានរៀបចំឡើងដោយព្រះតេជគុណសុទ្ធដាវីគឺគាត់បានដូចថាជាអ្នកផ្ដើមរៀបចំរមណីយដ្ឋាននឹងឡើងគឺដោយសារគាត់ហើយកាលពីមុននឹងមានមនុស្សទៅអញ្ចេះគឺពីដំបូងគឺអត់មានអ្នកណាគេស្គាល់អត់មានអ្នកណាគេដែលដឹងភ្នំនឹងទេហើយគឺថាអត់មានឡានមានម៉ូតូសំបីតែមួយអញ្ចឹងហើយភ្នំនេះទៀតសោតគឺស្ថិតនៅជិតព្រំប្រទល់ប្រទេសវៀតណាមពេលដែលខ្ញុំទៅគឺអត់សូវមានទឹកទេដោយសារខែប្រាំងហើយអ្នកថតឲ្យនឹងគឺមានកាយជាកូនក្មេងហើយឲ្យតែយើងទៅអញ្ចឹងក៏មកខ្ញុំថតឲ្យអញ្ចឹងថតវីដេអូក៏បានថតជាសន្លឹកក៏បានហើយគេចេះបញ្ចូលដូចថាបទចម្រៀងនៅក្នុងវីដេអូហ្នឹងឲ្យយើងទៀតហើយពេលថតចប់ចឹងហើយយើងឲ្យលុយប៉ុន្មានក៏បានដែរគឺអត់កំណត់ទេ2000 5000 10000នេះស្រេចតែយើងទៅហើយបានជាគេដាក់ឈ្មោះភ្នំនេះថាភ្នំទឹកហ្នឹងភ្នំទឹកធំហ្នឹងគឺដោយសារនៅភ្នំហ្នឹងគឺមានទឹកចេញមករហូតគឺទាំងប្រាំងទាំងវស្សាហើយប្រជាជននៅទីនោះអាស្រ័យផលគឺដោយសារទឹកនេះឯងដូចថាធ្វើស្រែធ្វើចម្ការគឺដោយសារទឹកដែលចេញពីភ្នំហ្នឹងហើយគេមានធ្វើជាស្ពានអាស័យអ្នកស្ពានអាស័យហ្នឹងនៅជុំវិញភ្នំហ្នឹងសម្រាប់ឲ្យយើងដើរមើលទេសភាពអញ្ចឹងណាស្អាតហើយមាននិយាយទៅដល់សុបាយមកមានទេសភាពស្អាតហើយមានគោមានក្របីអីនៅនឹងហើយនៅខាងក្រោយខ្នងកន្លែងខ្ញុំអង្គុយហ្នឹងគឺមានព្រះមួយយ៉ាងធំហើយមានទឹកកន្លែងគេដួសទឹកយកមកលុបមុខណាទឹកដែលចេញរហូតហ្នឹងទឹកហ្នឹងត្រជាក់ខ្លាំងណាពេលទៅលុបទៅដូចថាយើងប្រាថ្នាអីសុំសុខសប្បាយសុំសុខភាពល្អអីចឹងណាហើយចំណែកកន្លែងលក់ដូរវិញគឺមានកន្លែងលក់ដូរហ្នឹងដូចថាមានអនាម័យហើយលក់តម្លៃសមរម្យព្រោះអីលោកព្រះតេជគុណនៅហ្នឹងគាត់បានកំណត់តម្លៃឲ្យលក់ថាលើលក់មាន់ហ្នឹងមួយប្រមាណអីប្រមាណអញ្ចឹងអត់ឲ្យលក់ថ្លៃឲ្យភ្ញៀវទេខ្លាចភ្ញៀវអត់ទៅអញ្ចឹងណាដោយសារអ្នកស្រុកអ្នកភូមិនៅហ្នឹងគឺនៅដាច់ឆ្ងាយពីអ្នកដូចថាអ្នកភូមិផ្សេងដែលអញ្ចឹងអត់មានរកអីបានទេមានតែលក់ដូរនៅកន្លែងរមណីយដ្ឋានភ្នំទឹកធំហ្នឹងដូច្នេះបើបងប្អូនមានឱកាសបានទៅលេងសូមកុំភ្លេចចូលទៅលេងនៅភ្នំទឹកធំផងដែលស្ថិតនៅក្នុងខេត្តកំពតហើយបើគិតពីភ្នំពេញទៅចម្ងាយប្រហែលជា160ទៅ170គីឡូម៉ែត្រសូមអរគុណច្រើនចំពោះការទស្សនាវីដេអូពីដើមដល់ចប់សូមបងប្អូនជួយជាវម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីជាច្រើនទៀតខ្ញុំធានាថាវីដេអូក្រោយនឹងមានរូបភាពច្បាស់ត្រជាក់ភ្នែកជាងនេះអរគុណច្រើន